ណាគេខ្លះការនៅក្មេងអត់ចេះស្លមុខម្ហូបមុខនេះហើយគិតថាវាពិបាកទៀតគឺស្លម្ជូរគ្រឿងនេះហើយនឹងស្លកកោអ្នកទាំងអស់ពីមុនឲ្យតែថាស្លពីរមុខហ្នឹងគឺថារត់ឆ្ងាយ2គីឡូដីអីនិយាយត្រង់ការនោះមិនមែនជាអ្នកចំណាប់ចំនួនខាងស្លអញ្ចឹងអីឥឡូវនេះចង់ស្លមួយថ្ងៃមិនដងក៏បានតែមានអ្នកញ៉ាំតែអញ្ចឹងទៅមើលគ្រឿងផ្សំទាំងអស់គ្នាវិញមានម្ទេសក្រៀមចិញ្ច្រាំប្រហុកចិញ្ច្រាំហើយនឹងគ្រឿងកិនបាល់ទុំអ្នកទាំងអស់គ្នាហើយនឹងស្លឹកកទ្រូបនេះចង់ឲ្យវាឈ្ងុយយកវាទៅអាំងឬក៏ដុតឲ្យឈ្ងុយសិនហើយឆ្អឹងជំនីជ្រូកគឺយកទៅស្រង់ទឹកក្តៅដែរវាបាត់ក្លិនណានិងបន្លែមានតគួរនេះឯងអ្នកទាំងអស់គ្នាហើយចំពោះគ្រឿងកិននេះផងដែរយើងមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចយើងហាន់តូចៗចឹងមកហើយនឹងរំដេងហាន់តូចៗដូចគ្នាហើយល្មៀតពីរបីដុំតូចៗចឹងមកនិងខ្ទឹមសដែលបករួចហើយបន្ទាប់មកយើងចាប់ផ្ដើមយកវាដាក់ទៅក្នុងម៉ាស៊ីនដើម្បីកិនណាអ្នកទាំងអស់ចំពោះគ្រឿងនេះផងដែរបើអ្នកទាំងអស់គ្នាមានពេលបុកក៏បានដែរវាមានរសជាតិឆ្ងាញ់ហើយឈ្ងុយជាងយើងកិននេះទៀតដោយសារនឹងខ្ញុំអត់មានពេលហើយបន្ទាប់មកសល់ពេលយើងយកពេលទៅលាងតគួរអ្នកទាំងអស់គ្នាតគួរនេះទិញមកគឺថាខ្ចីលបុកល្អមែនតែនហើយគឺថាលាងឲ្យស្អាតច្រើនទឹកអញ្ចឹងណានេះចំពោះផ្នែកសាច់នេះចំពោះគ្រឿងដែលយើងបានកិនហ្នឹងគឺថាម៉ត់ល្អមែនតែនម្ទេសផ្លាវក្រៀមមុននឹងយកវាទៅចិញ្ច្រាំយើងយកវាទៅត្រាំទឹកសិនណាមួយទៀតយើងត្រូវច្រាំប្រហុកដែរអ្នកទាំងអស់គ្នាបន្តនឹងខ្ញុំអត់បានថតបានតែច្រាំម្ទេសផ្លាវក្រៀមនេះទេគ្រឿងផ្សំយើងទាំងអស់រួចរាល់ហើយចាប់ផ្ដើមទៅស្លទាំងអស់គ្នាគ្រឿងកិនយើងដាក់រំលីងមុនគេមកហើយនឹងថែមស្លឹកក្រូចសើចតិចៗផងឲ្យវាមានពណ៌ហើយនឹងក្លិនឈ្ងុយចឹងណាហើយបន្ទាប់មកយើងដាក់ម្ទេសផ្លាវក្រៀមដែលបានចិញ្ច្រាំម៉ត់នឹងដាក់ចូលហើយនឹងប្រហុកចិញ្ច្រាំអ្នកទាំងអស់គ្នាមើលទៅដូចរៀងស្ងួតតែខ្លោចឆ្នាំងណាយើងដាក់ទឹកត្រីចូលបន្តិចហើយនៅបន្តរំលីងឬក៏ឆាវាទៅមកហ្នឹងឲ្យវាមានក្លិនឈ្ងុយសិនណាអ្នកទាំងអស់គ្នាបើថាក្លិនឈ្ងុយហើយយើងចាប់ផ្ដើមចាក់សាច់ចូលកូរសាច់ហើយនឹងគ្រឿងឲ្យវាចូលជាតិគ្នាសិនទៅដល់វគ្គយើងដាក់គ្រឿងណាយើងដាក់ទឹកត្រីប៊ីចេងស្ករអញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នារៀងខ្លួនអញ្ចឹងណាចំពោះគ្រឿងបន្ទាប់មកយើងដាក់ទឹកចូលអ្នកទាំងអស់គ្នាដាក់ទឹកចូលឃើញថាវាពុះហើយយើងដាក់ទឹកម្ប៉ាល់ទុំចូលអ្នកទាំងអស់គ្នាលក់ហើយថែមថយគ្រឿងត្រូវរសជាតិហើយយើងដាក់តកូនចូលចុងក្រោយគេគឺយើងដាក់ស្លឹកកទ្រូបចូលឃើញថាជះក្លិនឈ្ងុយពេញផ្ទះហើយអ្នកទាំងអស់គ្នាចំពោះក្លិនឈ្ងុយនេះគឺថាអ្នកគ្នាល្មមគ្រាន់តែធំក្លិនគឺកោពុះយកតែម្ដងព្រោះឈ្ងុយពេកអញ្ចឹងជួបគ្នាវីដេអូក្រោយទៀតណាបាយ